ចាសសង្គ្រោះនឹងជម្រាបសួរលោកស្រីប្រិយមិត្តទស្សនិកជនដែលកំពុងតាមដានទស្សនាការផ្សាយផ្ទាល់កម្មវិធីអប្សរាព្រឹកនេះរបស់ស្ថានីយ៍ទូរទស្សន៍អប្សរានៃបណ្ដាញព័ត៌មាន AMS នៅពេលនេះនាងខ្ញុំសូមជម្រាបជូននៅមេតិការព័ត៌មានសំខាន់ដូចតទៅលោកនាងកលិតចាប់អារម្មណ៍ជាមួយនឹងស្ថានទូតចិនប្រចាំនៅកម្ពុជាបានប្រកាសជូននៅកុំព្យូទ័រនិងឧបករណ៍ការិយាល័យទំនើបជូនដល់អង្គភាពប្រឆាំងអំពើពុករលួយឬហៅកាត់ថា ACU ដើម្បីចូលរួមចំណែកពង្រឹងសមត្ថភាពបច្ចេកទេសនិងជំនាញវិជ្ជាជីវៈនិងកសលវិច័យ Digital នៅក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជាពិធីប្រគល់ទទួលសម្ភារៈបច្ចេកទេសពីស្ថានទូតចិនប្រចាំនៅកម្ពុជាបានរៀបចំឡើងកាលពីថ្ងៃទី24ខែសីហាឆ្នាំ2026ក្រោមការចូលរួមពីអាដាមវ៉ាងវិនពីងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានៅទីស្តីការ ACU នៅក្នុងឱកាសនេះអាដាមទេសរដ្ឋមន្ត្រីអោមយិនទៀងប្រធានអង្គភិបប្រឆាំងអំពើពុករលួយបានថ្លែងថាសម្ភារៈសមត្ថភាពខ្ពស់ទាំងនេះនឹងជួយសម្រួលយ៉ាងសំខាន់ដល់ប្រតិបត្តិការរបស់ ACU នៅក្នុងការគ្រប់គ្រងសំណុំរឿងតាមប្រព័ន្ធអេឡិចត្រូនិកការវិភាគទិន្នន័យស្មុគស្មាញនឹងការធ្វើកសលវិច័យ Digital ឲ្យកាន់តែមានប្រសិទ្ធភាពនិងឆាប់រហ័សឆ្លើយតបទៅនឹងការវិវត្តនៃបទល្មើសពុករលួយនៅក្នុងបរិបទ Digital អាដាមទេសរដ្ឋមន្ត្រីបានបន្ថែមថាការពង្រឹងសមត្ថភាពស្ថាប័ននិងការស៊ើបអង្កេត Digital គឺជាមូលដ្ឋានគ្រឹះនៅក្នុងការកសាងប្រព័ន្ធអភិបាលកិច្ចល្អមានតម្លាភាពគណនេយ្យភាពនិងផ្អែកលើនីតិរដ្ឋបរិយាកាសធុរកិច្ចស្អាតស្អំនិងមានតម្លាភាពគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ACU បដិញ្ញាបន្តគាំទ្រនិងបង្កើតបរិយាកាសវិនិយោគប្រកបដោយសុវត្ថិភាពស្ថិរភាពនិងអាចព្យាករណ៍បានសម្រាប់ធុរកិច្ចនិងសហគ្រាសចិនដែលកំពុងប្រតិបត្តិការនៅកម្ពុជាចំណែកអាដាមវ៉ាងវិនពីងបានបញ្ជាក់ថាការផ្តល់ជូនឧបករណ៍បច្ចេកទេសនេះមានគោលដៅបង្កើនប្រសិទ្ធភាពការងារស៊ើបអង្កេតសម្រួលដល់ការដោះស្រាយសំណុំរឿងនិងការប្រកាសទិន្នន័យ Digital របស់ ACU ឯកអគ្គរដ្ឋទូតចិនបានថ្លែងដែរថាការផ្តល់ជំនួយសម្ភារៈការិយាល័យដល់អង្គភាពប្រឆាំងអំពើពុករលួយមានគោលដៅដំណើរ Software ជំនាញ Digital និងការកសាងទិន្នន័យឡើងវិញឲ្យកាន់តែមានភាពល្អប្រសើរពាក់ព័ន្ធនឹងអំពើពុករលួយអាដាមវ៉ាងវិនពីងជឿជាក់ថាសម្ភារៈទាំងនេះនឹងត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាពនិងចំគោលដៅដើម្បីដើរតួនាទីយ៉ាងពិតប្រាកដនៅក្នុងបុព្វហេតុប្រឆាំងអំពើពុករលួយនៅកម្ពុជាគូបញ្ជាក់ថាសម្ភារៈបច្ចេកទេសដែលជាអំណោយរបស់ស្ថានទូតចិនប្រចាំកម្ពុជារួមមានកុំព្យូទ័រជាង20គ្រឿងនិងម៉ាស៊ីនមេដែលមានកម្លាំងពិសេសអាចផ្ទុកឯកសារបានច្រើននិងមានលក្ខណៈពិសេសផ្សេងទៀត